មកខ្ញុំហើយតែគាត់ជាបែបហ្នឹងណាំសៀងពេលនេះបងទៅចាត់បានហើយណាអ្នកចិញ្ចឹមជ្រូកដូចនាងជាមួយអគ្គនាយកកាយប្រកាសជាគ្មានតាក់ទងខ្ញុំទំនាក់ម្លេះមកកន្លែងខ្ញុំអ្នកគ្រូកាយទៅសារកណ្ដាលរបស់អ្នកគ្រូបានដល់ហើយដែរពួកគេបានធ្វើកម្មវិធីប្រគល់មេដាយកិត្តិយសស្អីអស់នោះថាទៀតផងកាន់តែដល់ពេលចុងក្រោយគឺកាន់តែប្រចាំអ្នកគ្រូថ្មីខ្ញុំទៅអាចារ្យណាស់សត្វតែដាក់ឈ្មោះអ្នកគ្រូទាំងអស់សូមអញ្ជើញទទួលខ្ញុំអត់យកប្រាប់ហើយខ្ញុំមិនប្រើការទេកុំចិត្តឲ្យរបស់នេះមកខ្ញុំយកទៅអាយចេះណាប្រពន្ធរបស់លោកគឺឈិនទីឡានទៅទេអាចដាក់ធ្វើស្អីលោកតាមរយៈអាយបែបនេះតែលោកចិញ្ចឹមនៅរស់ទេមិនតាមរយៈខំប្រឹងទេទើបពឹងឲ្យមនុស្សចិញ្ចឹមខ្ញុំមិនខំប្រឹងចិញ្ចឹមអាយមិនប្រាប់ទេពេលនេះមានឱកាសមួយលោកទៅចូលរួមកម្មវិធីនេះលោកអាចឈ្នះរង្វាន់បាន100,000តាហេតុទេ100,000ក៏មានប្រយោជន៍ដែរជិះសៀស្មាតខ្ញុំស្លាប់បាទពេលនេះបាទខ្ញុំតាមខ្លាធំគេថាខ្ញុំបានរហូតដល់បាត់មកទៀតហើយបាទដូច្នេះចូលរួមកម្មវិធីនេះជាជំនាញទី1ដែលខ្ញុំបានឲ្យខ្លួនឡោខ្ញុំទៅមកតែក្រោយកុំភ្លេចទៅចូលរួមប្រាប់ចលាយម្នាក់ស្មាតថា5ម៉ាក់គ្មានតែចំណាំអាចបានខ្ញុំដូចទៅថៃមកឯងដៃគូមកខាងទៀតរបស់ខ្ញុំខ្ញុំទីឡាននេះធ្លាប់ប្រាប់ថានឹងជួយខ្ញុំទៅចូលរួមកម្មវិធីនេះមកតែនឹងប្រហែលតែមកខាងទៀតណាចាំនៅត្រង់នឹងធ្វើអីចាំនៅត្រង់នឹងធ្វើអីចាប់អូនណាហើយអញ្ចឹងជួយទៅដល់ទឹកឲ្យខ្ញុំទៅសៀងចាំមែនកន្លែងធំប៉ុណ្ណេះហើយឡើងមានកន្លែងដាក់ហើយអត់ស្អីគ្មានអីទេតមិនសិននឹងតជាងទៅសមាជិកភាពនេះមិនត្រូវឲ្យឈានយានឡើងទេសាយនេះគឺខ្ញុំមានការចាប់ចេញទៅក្រៅបន្តិចពេលបងផាត់ចង់ចេញក្រៅហើយនិយាយស្អីហ្នឹងធ្វើឲ្យអូនប្រាប់តែចំណែកចិញ្ចឹមជ្រូកតែបងសម្រាប់ចិត្តរៀបការជាមួយអូនហើយបងតែទទួលអូនទៅចិត្តចុះចាំបងធ្វើការខ្លួនឯងឲ្យវាសិននឹងមកទទួលអូនខ្ញុំចាំលោកនាំខ្ញុំទៅស្វាគមន៍ការចូលកម្មវិធីធ្វើបំផុតប្រចាំឆ្នាំពាក់កណ្ដាលទៀតរបស់ខ្ញុំជាពិធីកររបស់កម្មវិធីនេះថងសៀវថ្ងៃនេះជាកម្មវិធីរដូវកាលទី1របស់ពួកយើងបានអញ្ជើញភ្ញៀវកិត្តិយសប្រុស13នាក់សូមអញ្ជើញសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះណាមសៀងអនាគតអ្នកបន្តវេនបានសេគ្រប់សួស្តីខ្ញុំធ្វើការជើងជាអ្នកសានតបតោះវ៉ាលោកចាយខ្ញុំចូលចិត្តគាត់ណាបាទសេគ្រប់ទៅហើយនេះគឺជាក្បាលអ្នកនៅក្នុងទីផ្សារចំណាប់3កម្មវិធីនេះឆាប់ធំប៉ុណ្ណេះគ្រាន់តែឡើងមកស្ទើរតែអ្នកខ្លាំងទេបើជាចម្លែកណាស់ហើយចាំម្នាក់ទៀតនេះជាណាទៅណាស្វាគមន៍អ្នកទាំងពីរបន្តមកទៀតសូមអញ្ជើញភ្ញៀវកិត្តិយសទី3ក្នុងកម្មវិធីនេះលោកឈីងលោកឈីងណែនាំខ្លួនទៅសួស្តីដល់គ្នាខ្ញុំឈ្មោះជាយានពេលនេះខ្ញុំធ្វើជាកូនចៅរបស់ប្រពន្ធខ្ញុំមានការស្ថានចិញ្ចឹមជ្រូកមួយលោកប្តីចាំមើលទៅកម្មវិធីនេះអញ្ជើញអ្នកចិញ្ចឹមជ្រូកសោះស្រាយមែនប៉ុន្មានណាទៅអ្នកចិញ្ចឹមជ្រូកសោះស្រាយយ៉ាងមកទីនេះដែរស្ថានចិញ្ចឹមជ្រូកនៅលើគ្រួសារតែខ្លួនអាចជ្រូកហើយមែនទេអញ្ចឹងអង្គុយមិនឆាប់ទៅខ្ញុំបន្តិចទៅតាមបានទេខ្លួនអាចជ្រូកតាមឡងហើយលោកបងកុំប្រកាន់អីទោះជាមកពីការស្ថានចិញ្ចឹមជ្រូកកម្មវិធីត្រូវការប្រជាប្រិយភាពគោលការណ៍បានកំណត់រួចហើយក្រុមកម្មវិធីយើងបានឆ្លងកាត់ការព្រមព្រៀងពីលោកទី3ហើយឆ្លងកាត់វិធីពីរប្រភេទបានបង្ហាញពីការរស់នៅលោកស្រីទាំងអស់ទី1ក្នុងផ្ទះបានបំពាក់កាមេរ៉ាសុវត្ថិភាពរួចហើយទី2មានការសាកសួរនៅនឹងកន្លែងប្រពែលពួកយើងមកមើលទាំងអស់គ្នាពីការរស់នៅរបស់ពួកលោកស្រីមើលតើប្រពន្ធអ្នកណាទៅជាដៃគូជីវិតដ៏ឆ្នើមបំផុតចិញ្ចឹមជ្រូកកម្មវិធីនេះគួរចាប់អារម្មណ៍ណាអ្នកឈ្នះអាចទទួលបានសាច់ប្រាក់សុភមង្គលគ្រួសារ100,000ណាលោកទាំងអស់គ្នាត្រៀមរួចហើយមែនទេខ្ញុំលោកចាស់គឺជាអ្នកល្បីនៅក្នុងអ៊ីនធឺណិតមាន fan ជាង10,000 នាក់លោកថ្ងៃងូតទឹកឲ្យជ្រូកយកអ្វីមកប្រជែងយក100,000ជាមួយខ្ញុំទៅខ្ញុំបាក់ពីលោកណាគួរតែឆាប់ដកខ្លួនពីការប្រកួតនេះព្រាមទៅហើយថ្មីនេះខ្ញុំបានតែញ៉ាំមកគ្នាមួយគ្រឿងទៀតផងខ្ញុំមានជំនាញចិត្តទៅពុកប្រពន្ធរបស់ខ្ញុំលោកឈីងការបាត់មុននឹងកម្មវិធីពួកខ្ញុំក៏ធ្លាប់ធ្វើការវាស់ស្ទង់ដែរមានប្រពន្ធជាច្រើនបានប្រកាសឃើញផាត់ក្បត់តាំងពីថ្ងៃទី1តែមិនណាស់ស្រាយផាត់ក្បត់បានតែខ្ញុំជឿថាប្រពន្ធរបស់ខ្ញុំអត់ទេមានស្រ័យខ្ញុំណាហើយម្យ៉ាងទៀតមានក៏មានមិនផាត់ច្រើនដែរមានអាចមានអាត្មាអ្វីទៅពិធីក៏ឈប់និយាយច្រើនទៅពួកយើងចាប់ដើមទៅទាំងអស់គ្នាប្រពន្ធលោកឈីងតើមានអាកំបាំងឬអត់ពេលនេះកម្មវិធីពួកយើងចាប់ដើមសូមអញ្ជើញមើលឲ្យត្រង់200 ដងហើយគួរតែគ្មានបញ្ហាទេអាឡូពេលនេះលោកអាចមកបានហើយតែខ្ញុំមិននៅផ្ទះទេចឹងខ្លាំងហើយฉันទីឡានេះគ្នារួចហើយថាមិនមានអ្នកផ្សេងនៅខាងក្រៅទេមានកុហកខ្ញុំហើយមកឆាប់នេះចេញទៅលេងបាត់ហ្នឹងមិនមែនខ្ញុំចេះតែថាទេនេះតែតែចំណែកចិញ្ចឹមជ្រូកអាចមានរឿងនៅខាងក្រៅបានមកតែប្រពន្ធរបស់លោកដូចជាផ្សាយស្រួលសោះហើយតែកំពុងទូរស័ព្ទជាមួយអ្នកណាទៅលោកឆាប់មកលឿនមកសិទ្ធិពិសេសថ្មីចេញមកហើយលើនេះខ្ញុំតែបានប្រយោជន៍ទេខ្ញុំឲ្យសៀវហ្វារបស់ខ្ញុំទៅណាត្រូវឲ្យសៀវហ្វាយកវិញ្ញាបនបត្រសិទ្ធិពិសេសទៅដែរទៅណាបាទបើស្អីខ្ញុំមកហើយមិនបានទៅមកតា
ផ្លូវស្ទះចរាចរណ៍បន្តិចខ្ញុំក៏ខ្ញុំចូលបាយដែរហើយខ្ញុំក៏ចាំបានសម្ដែងរបស់បងគិតពេលបងស្រីបងថាទៅតើពួកយើងពីអ្នកពេលណាឈប់លុយលាក់ដូចចោលទៀតទៅចិត្តហើយញ៉ាំទឹកសិនទៅបាទឆ្លងតាម12ជិតនេះគ្រឿងគ្រប់យ៉ាងមិនត្រូវបញ្ចុះបងស្រីបងឆាប់ឲ្យខ្ញុំមកខ្ញុំត្រាំឡើងបានហើយញ៉ាំអីមិនឲ្យបានទេអូនេះទៅចាប់ផ្សាយបបផាត់ក្បត់ត្រូវចាប់បានទៅហើយខ្ញុំជិះឡើងគ្មានខ្ញុំមានបានទៅសំជាមួយនឹងអូនកាត់ទៅក្បត់ហ្នឹងឯងលោកជីងប្រពន្ធលោកត្រូវការឲ្យពួកខ្ញុំបញ្ចប់ការផ្សាយដែរទេខ្ញុំជាប្រពន្ធរបស់ខ្ញុំអ្នកមិនធ្វើរឿងបង្កឲ្យខ្ញុំទេខ្ញុំជិះឡើងតែខ្ញុំមិនមានខុសទេនេះជាដំណើរការពិសោធន៍ខ្ញុំនឹងមានកដាស់ design ថ្មីទៀតអាចយកទៅទាំងអស់ទេឡើយណាតែធ្វើស្អីហ្នឹងស្មាតបានឃើញដំណើរការ18លទ្ធផលគ្រាន់តែសក្តានុពលបានកាត់ទេថ្មីប្រមនេះគ្មានដំណើរជាមួយនាងប៉ុន្តែនាងធ្វើរឿងលឹបលឹបបាត់ហ្នឹងហើយលាក់ឈិញយានទៀតខ្ញុំយល់ថាមិនងាយស្រួលបានទេលោកជីងមិនប្រពន្ធលោកកាន់កដាស់មួយគំនោថាជាសិទ្ធិពិសេសស្រាវជ្រាវថ្មីលោកដឹងថាជាអ្វីទេខ្ញុំក៏មិនដឹងដែរពេលនេះខ្ញុំពេលប្រដៅច្បាស់ថានាងចេះគោគំនូពេលដំបូងលោកតាខ្ញុំរកខ្ញុំជិះឡើងតែដោយសារថាអ្វីទេខ្ញុំទៅស្រីម្នាក់ប្រកាសជាមានបញ្ហាហើយលោកជីងពេលនេះមើលទៅប្រពន្ធលោកពិតជាគួរឲ្យសង្ស័យណាស់មិនថ្ងៃនេះលោកគ្រូរវល់រហូតហើយសុខភាពគាត់ក៏មិនសូវល្អប្រហែលដែរគាត់ព្រមចាក់ចេញទេបាត់នឹងបន្តទៀតមិននឹងជិះបាយទេឯងតាមខ្ញុំមកបងស្រីនេះគឺជាយិនសិនអាយុ40ឆ្នាំលេងជាអាយុ500ឆ្នាំនេះថៃសួយ1000ឆ្នាំថៃសួយ1000ឆ្នាំលេងជា500ឆ្នាំខ្ញុំដឹងពីទីដេញថ្លៃកាលពីឆ្នាំទៅថៃសួយម្ដងដែលមានអាយុជាង10ឆ្នាំលោកចឹងធ្វើតម្លៃថ្លៃជាង200ម៉ឺនថៃសួយ1000ឆ្នាំហើយណាក៏តម្លៃចាប់ពី1000ម៉ឺនដែរហើយមួយឈិនចេញឡើងពិតជាមិនធម្មតាពិតមែនរបស់ទាំងនេះមានតម្លៃណាស់មែនទេខ្ញុំមានច្រើនណាស់អ្នកគ្រូរបស់លោកគ្រូពិតជាលុយពិតមែនរបស់ដែលមានលុយទៅមិនបានគាត់មានចិត្តបាត់ហ្នឹងខ្ញុំទៅថាភ្លឺភ្នែកហើយលោកជីងថៃសួយ1000ឆ្នាំលេងជាង500ឆ្នាំយិនសិនព្រៃ300ឆ្នាំទាំងអស់នេះបានមកដោយរបៀបណាគួរតែខ្លាយទេការស្ថានចាំជុំមានសត្វតែជ្រូកធម្មតាស៊ីលេងជឺយិនសិនក្នុងស្អីខ្លះទៅពេលនេះមានលេងជឺនឹងយិនសិនក្នុងខ្លាយច្រើនណាស់ម្យ៉ាងទៀតសាច់ថៃសួយដំណើរថាជាបានអ្នកសក់ឲ្យរស់ឡើងវិញបាននេះមានរបស់ទាំងនេះពិតជាមិនធម្មតាទេមិនខុសទេតែបងខ្លាយខ្លាយកន្លះគីឡូទៅប្រហែលយន់ប៉ុណ្ណោះមិនថ្លៃទេនេះគាត់តែចំណាយចាំជ្រូកមិនឲ្យមានលុយច្រើនបាត់ហ្នឹងទេខ្ញុំមកទៅស្រីម្នាក់នេះប្រកាសសញ្ញាណាស់បន្តិចជាសិទ្ធិពិសេសស្រាវជ្រាវថ្មីបន្តិចលេងជឺ100ឆ្នាំខ្លាយមកទៅដូចជាមិនតំណតតែសោះចឹងណាមកទៅប្រពន្ធលោកប្រហែលជាមិនមែនកំពុងតែធ្វើរឿងល្មើសច្បាប់លោកជីងខ្ញុំសូមបញ្ជាក់ទុកមុនបើជាទង្វើល្មើសច្បាប់ដាច់ខាតមិនលើកលែងឲ្យអ្នកល្មើសច្បាប់ណាទាំងអស់មិនទេប្រពន្ធខ្ញុំមិនអាចធ្វើរឿងល្មើសច្បាប់បានទេនេះក៏ផ្លាយពេកហើយបាននិយាយទៅលេងជា500ឆ្នាំនេះចំណាយលុយទិញបានតែថៃសួយ1000ឆ្នាំលេងលោកនេះមិនប្រកាសថាមានលុយឲ្យទិញបានផងម្យ៉ាងទៀតពិតឬក៏នោះក៏មិនទាន់ប្រកាសដែរនេះអាចកំពុងតែមើលស្អីសបាយក្នុងម្លេះលោកតាបឲ្យសុខភាពគាត់ខ្លាយទៅប៉ាមើលនេះសិនទៅនេះគឺជាការចាក់ផ្សាយទី1នៃថ្ងៃនេះនិយាយពីមើលដៃគូមានអាចកំបាំងលុយលាក់នេះឬក៏អត់ហើយលទ្ធផលប្រពន្ធប្រុសម្នាក់នេះក្នុងផ្ទះគឺមានលាក់ថៃសួយខ្លាយហើយនឹងលេងជឿយិនសិន100ឆ្នាំថែមទៀតផងថៃសួយយើងធ្វើពេទ្យ10ឆ្នាំមកហើយប្រាប់ឃើញថៃសួយតែ2ដងតែប៉ុណ្ណោះអាយុកាលត្រឹមតែប្រហែល100ឆ្នាំទេបើជាមិនខុសទេម្យ៉ាងទៀតត្រឹមតែចំណែកចិញ្ចឹមជ្រូកនៅថាថៃសួយ1000ឆ្នាំស្អីទៀតទេថៃសួយ1000ឆ្នាំបើពិតជាមានថៃសួយ1000ឆ្នាំមែនប៉ាអាចជួយលោកតារបស់ឲ្យបាត់ហើយថៃសួយពិតជាថៃសួយមែនហើយជាថៃសួយ1000ឆ្នាំទៀតផងប៉ាមិនខុសទេហ្នឹងឲ្យលើឡើងទៅអាចមើលទៅនៅកន្លែងដាក់ប៉ាចាប់ទៅខ្លួនឯងផ្ទាល់ខ្ញុំសង្ស័យថាអ្នកចាំជ្រូកនេះប្រហែលជាកំពុងលួចឆ្នាំអីហើយខ្ញុំយល់ថាពួកយើងគួរតែឆែកមើលតាមច្បាប់ទៅហើយម្យ៉ាងទៀតការចាយឆ្នាំប្រកួតលើកនេះគួរតែដឹងច្បាស់លាស់ហើយពេលគួរតែខ្លួនចេញថាសួយ1000ឆ្នាំលេងជា100ឆ្នាំពិតជាប្រដាស់ពិតមែនហើយខ្ញុំមិនស្មានថាឈិនឡានម្នាក់នេះមានតែតជាមួយតែកាយធំអីទៀតផងគួរអស្ចារ្យពិតមែនបាក់ស្រីអ្នកមានរឿងមួយទៀតនេះលោកគ្រូអត់ខ្ញុំយកឲ្យបងអញមើលកន្លែងប៉ុណ្ណឹងយើងមានកន្លែងយ៉ាក់ហើយលើក្រោយមានទៀតអញទុកនៅកន្លែងឯងសិនទៅជួយទុកឲ្យខ្ញុំផងណាបាទមានរឿងផ្សេងទៀតទេអត់មានរឿងអីទៀតទេខ្ញុំទៅសិនហើយចាប់ទៅបាទខ្ញុំទៅកសិកម្មចិញ្ចឹមជ្រូកលោកស្រីចេញពីផ្ទះហើយប្រតិកមិននេះខ្ញុំឃើញឈិនចេញឡើងបានយករបស់ឲ្យចូលទៅក្នុងថាទៀតផងហើយលឹបលោមិនអាចទៅឃើញមិនអាចតាមដានក្នុងតុកនេះបានទេមិនខុសទេកម្មវិធីពួកយើងមិនអាចដាក់កាមេរ៉ានៅកន្លែងផ្ទាល់ខ្លួនទេប៉ុន្តែពួកយើងនៅមានអ្នកស៊ើបអង្កេតឯកជនទៀតលោកចេញប្រពន្ធលោកធម្មតាទៅកសិកម្មចិញ្ចឹមជ្រូកចំណាយពេលយូរប៉ុណ្ណាយ៉ាងហោចណាស់5ម៉ោងដែររយៈពេល5ម៉ោងគ្រប់គ្រាន់អាចឲ្យពួកយើងចូលក្នុងផ្ទះលោកចេញស៊ើបអង្កេតបានស៊ើបអង្កេតហូរហាត់ពេកហើយទៅដឹងលោកចេញរឿងនេះដំបូងត្រូវមានដំណប់ជាប់លោកក៏ដូចគ្នាត្រូវចូលរួមដំណាក់កាលទាំងអស់មិនចឹងពួកយើងទៅមើលទាំងអស់គ្នាទៅលោកប្រហែលជាមិនប៉ះពួកតែមួយជាមួយប្រពន្ធលោកទេដឹងធ្វើចោលមានចិត្តអីមិនហ៊ានឲ្យពួកខ្ញុំទៅមែនទេលោកចេញបើលោកមិនចង់ពួកយើងអាចបញ្ឈប់សកម្មភាពបន្តទៀតបានមើលទៅមិននេះលោកយកមិនបានទេលោកឆ្លាក់ខ្លួនចេញទៅប្រតិកតាគិតតែមិនចាំបន្តិចលោកតាកាមេរ៉ាខាងក្រៅឆាកពួកយើងប្រពន្ធលោកដូចជាមានបញ្ហាកាត់ឡើងពួកខ្ញុំមានបញ្ហាអ្វីកាត់ឡើងនេះគឺជាមួយសេរបស់អ្នកក្រុមហ៊ុននៃរ៉ានធ្វើទី1ហើយក៏ជាចាស់សេសាគ្រីមមួយអេក្រង់សុទ្ធតែស្អីណាមួយអាទិត្យខាត់5000ម៉ឺនអាចធ្វើបានធ្វើមិនបានចឹងទៅការពិតជាក្រុមហ៊ុនសោះប្រពន្ធខ្ញុំមានតែការយ៉ាងណាបើក្រុមហ៊ុនខាងតែទៅជារឿងធម្មតាមិនលោកថាប្រពន្ធលោកមានតែទៅជាមួយក្រុមហ៊ុនហិរញ្ញវត្ថុទី1មានបើក្រុមហ៊ុននេះខ្ញុំជាមួយសេបង្ការលោកប្រធានលេវ៉ៃនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុទី1ហើយកំពុងជួយជាការក្រុមហ៊ុនបុគ្គលល្បីម្នាក់មួយឆ្នាំរាប់ម៉ឺនគ្មានបញ្ហាអ្វីទេមានប្រព័ន្ធជាមួយក្រុមហ៊ុនហិរញ្ញវត្ថុទី1មើលទៅខ្ញុំទៅមានតំណែងជាមួយលោកចាម្នាក់ហើយអាកម្មយោចាខ្ញុំមើលទៅលោកស្រីចាស្ថានភាពមិនសូវស្រួលទេយល់អត់ទៅសួរគេមិនទៅរឿងទៅតែប្រពន្ធរបស់ខ្ញុំអាចដោះស្រាយបានតានេះគឺជាសិស្សពូការមិនមែនអ្នកចាំជ្រុកអាចរៀបបានទេជ្រុកអត់សិនជាការជំនួយបែបជ្រុកហើយប្រកាសជាស្លាប់មិនខានទេមកចូលបាយបន្តិចក៏គ្មានដែរតែចាំទៅថាយ៉ាងម៉េចតែចាំជួបខ្មាស់គ្នាមែនទេតើអ្នកគួរតែនេះណាថាមិនញ៉ាំសាច់ជ្រូកនោះជំនួយបែបជ្រូកមួយរយៈមុនជ្រូកពួកខ្ញុំគឺនៅល្អទាំងអស់រឿងអីតែក៏គ្មានដែរថាលោកធាត់លោកទុកថាខ្លួនឯងធាត់មែននេះកាត់នេះខំកាត់ហងជ្រូកកាត់នេះតម្លៃ260មិនថា260ឬ26000ទេខ្ញុំនឹងប្រពន្ធខ្ញុំស្មោះត្រង់ប្រាប់ត្រូវមិនអីចិត្តស្បែកតិច
ស្មោះត្រង់ត្រឹមត្រូវអញ្ចឹងមិនក៏មិនសង្ស័យចាំដែរព្រោះយើងក៏ចង់ទៅសឹមតាប្រតិកពេលនេះគួរតែបានហើយនៅឆាប់សារតបខ្ញុំទៅខ្ញុំប្រញាប់ទៅលោកប្រពន្ធរបស់ខ្ញុំទៀតឆេញទៀតតែឆាច់នៅផ្ទះរបស់លោកទៅតើលោកហ៊ានទេ មិនមែនធ្វើចោលរអៀលចិត្តទេណា ทำត្រូវទេតែបើទៅប្រកាសជាមានបញ្ហាហើយមិនមែនមានបញ្ហាអ្វីហើយលោកមិនហ៊ានទេទៅឈិញលោកពិតជាចង់ដឹងអាកបាំងរបស់ខ្ញុំជាយ៉ាងទេបើមិនទៅតែយ៉ាងម៉េច អញ្ចឹងមានតែសោកស្ដាយសំឡូកចេញពីការប្រកួតរង្វាន់100,000នេះគ្មាននិស័យជាមួយលោកទេ ឆាប់ដាក់ខ្លួនចេញទៅកុំនៅទីនោះខ្មាស់ទេដល់ពេលនោះបើសិនដឹងការពិតនោះអត់តែពាក់កងដៃផង លោកឈិនពេលនេះមានតែទៅផ្ទះលោកសាយអាកំបាំងទាំងអស់នោះតែអាចសងចិត្តសាស្ត្រស្អំឲ្យប្រពន្ធលោកបាន ឡោខ្ញុំទៅ ពួកបងបាយប៉ះហងធំបែបហ្នឹងគួរធ្វើមិនទៅមានតែរលពូហើយ